សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ vlog ទៅជប៉ុនថ្ងៃទី4រួមទៅតម្រាំតាបានកាត់វីដេអូជូនបងប្អូនមួយហ្នឹងគឺឆ្លៀតខ្លាំងមែនទែនកុំភ្លេចជួយ like share ហើយ subscribe channel ខ្ញុំម្នាក់មួយផងដើម្បីជួយលើកទឹកចិត្តខ្ញុំណាស្រ័យបងប្អូនទាំងអស់គ្នាខ្ញុំមិនមែនជាអ្នកជំនាញថតវីដេអូអីទេតែគ្រាន់ថានឹកឃើញថតទៅទុក share ជូនបងប្អូនទាំងអស់គ្នាទុកជាបទពិសោធន៍ហើយជាអនុស្សាវរីយ៍សម្រាប់ខ្លួនឯងផងអញ្ចឹងណា vlog មួយនេះខ្ញុំទៅតាំងពីថ្ងៃ13ខែ4តែតែឆ្លៀតមកកាត់អញ្ចឹងសម្រាប់ថ្ងៃទី4នេះខ្ញុំនឹងទៅសួនការទូលីបដ៏ធំមួយនៅជិតទីក្រុងតូក្យូដែលមានទូលីបរហូតដល់រាប់ម៉ឺនដើមអញ្ចឹងបងប្អូនកុំភ្លេចតាមដានវីដេអូនេះឲ្យដល់ចប់ជាមួយខ្ញុំទាំងអស់គ្នាដើម្បីមើលថាសួនហ្នឹងវាស្អាតប៉ុណ្ណាអញ្ចឹងណាអញ្ចឹងពីដំបូងគឺខ្ញុំត្រូវជិះរថភ្លើងល្បឿនលឿនពីទីក្រុងណាហ្គូយ៉ាទៅទីក្រុងតូក្យូល្បឿនវាខ្ទង់ជិត300គីឡូម៉ែត្រក្នុង1ម៉ោងណាបងប្អូនបើភាសាបច្ចេកទេសគេហៅស៊ីនកាន់សេនណាអញ្ចឹងជិះតាមផ្លូវហ្នឹងក៏បានជិះកាត់ភ្នំហ្វូជីដែរបងប្អូននិយាយទៅខាងក្រៅគឺស្អាតខ្លាំងមែនទែនតែដោយសារតែពេលវេលាខ្ញុំខ្លីគឺខ្ញុំអត់បានទៅលេងភ្នំហ្វូជីទេតែអត់បានទៅលេងក៏បានជិះកាត់ដែរណចម្ងាយពីណាហ្គូយ៉ាទៅតូក្យូប្រហែល350គីឡូម៉ែត្របងប្អូនខ្ញុំចំណាយពេលជិះប្រហែលជាខ្ទង់2ម៉ោងហើយតម្លៃសបុត one way គេប្រហែលជាខ្ទង់10000យេនបងប្អូនគិតទៅប្រហែលជាខ្ទង់$65អីហ្នឹងហើយបងប្អូនអាចទិញសបុតតាមម៉ាស៊ីនគេបានណាបន្ទាប់ពីធ្វើដំណើរជិត2ម៉ោងឥឡូវគឺខ្ញុំបានមកដល់តូក្យូ station តែខ្ញុំត្រូវរក locker ដើម្បីផ្ញើវ៉ាលីសិនណាគេថាជប៉ុនដូចរស់នៅក្នុងអនាគតអត់ខុសមែនបងប្អូនហើយគ្រប់យ៉ាងគឺប្រើម៉ាស៊ីនពាក្យឆនហើយតែ immigration check in check out ហ្នឹងក៏ប្រើម៉ាស៊ីនដែរបងប្អូនតែខ្ញុំខាតពេលដោយសារដើររក locker ចង់1ម៉ោងដោយសារភាគច្រើនគឺពេញអញ្ចឹងតែអីខ្ញុំសម្រេចចិត្តថាអត់ទាន់ទៅអូតែលទេខ្ញុំទៅដើរលេងសិនហ្មងអញ្ចឹងមកវិញបាន check in អញ្ចឹងម៉ាស៊ីន locker ហ្នឹងមានភាសាអង់គ្លេសដែរបងប្អូនអញ្ចឹងយើងអត់ពិបាកទេអាចរៀនមើលខ្លួនឯងបានអញ្ចឹងណាហើយ locker របស់ខ្ញុំហ្នឹងតម្លៃ800យេនហើយ$5លើសតិចតួចតាមហាងឆេងអញ្ចឹងបន្ទាប់ពីដាក់វ៉ាលីរបស់យើងចូលហើយយើងត្រូវ lock សិនណាបងប្អូនហើយវានឹង load នៅលើ screen កន្លែង locker ដែលយើងបានដាក់ហ្នឹងណាលេខម៉ានអីអញ្ចឹងណានិយាយទៅវា load ពណ៌បៃតងដូចនៅលើ screen តែប៉ុន្តែយើងដូរភាសាមកភាសាអង់គ្លេសសិនអញ្ចឹងណាយើងគ្រាន់តែចុចកន្លែងហ្នឹងមកហើយវានឹង confirm យើងថាយើងទូទាត់តាមណាអញ្ចឹងតាម IC card ឬក៏តាម cash បើបងប្អូនទូទាត់តាម cash បងប្អូនចុចកន្លែង cash ហ្នឹងទៅវា load ឲ្យយើងដាក់លុយចូលហើយអញ្ចឹងយើងគ្រាន់តែដាក់លុយចូលតាមវាប្រាប់ហ្នឹងទៅបងប្អូនមិនបាច់បារម្ភថាលុយរេលុយដុំអីទេនិយាយទៅដាក់กระดาษម៉ានក៏បានដែរអាប់លុយយើងមកស្អាតហ្មងចឹងបន្ទាប់ពីទូទាត់រួចហើយវាចេញវិក័យប័ណ្ណឲ្យយើងណាវិក័យប័ណ្ណហ្នឹងហាមបាត់ដាច់ខាតបងប្អូនព្រោះតាបាត់យើងដកវ៉ាលីយើងអត់បានទេចឹងបន្ទាប់ពីផ្ញើវ៉ាលីហើយយើងត្រូវទៅទិញសំបុត្ររថភ្លើងម្ដងដើម្បីទៅសួនហ្នឹងយើងត្រូវជិះតាម JR Line ទៅកាន់ទីក្រុងតាឈីកាវ៉ាបីទៅសួនហ្នឹងដូចជាត្រូវជិះរថភ្លើង2ខ្សែបងប្អូនអញ្ចឹងពី Tokyo Station ទៅ Tachikawa Station ហ្នឹងខ្ទង់ប្រហែលជា1ម៉ោងហើយតម្លៃសបុត720យេនប្រហែលជា$75អីហ្នឹងតែអត់ដល់$5និយាយទៅនៅជប៉ុនបើចេះប្រើម៉ាស៊ីនគេស្រួលមែនទែនប៉ុន្តែគ្រាន់ថាខ្ញុំទៅលើកទី1ដែរអញ្ចឹងរៀងវល់ដែរអញ្ចឹងជាជាបទពិសោធន៍ឲ្យបងប្អូនកុំឲ្យវល់ដូចខ្ញុំអញ្ចឹងខ្ញុំបន្ទាប់ពីធ្វើដំណើរជិត1ម៉ោងឥឡូវនេះគឺយើងបានមកដល់សួនរបស់យើងហើយលេចប្រាប់តាមពិតខ្ញុំត្រូវជិះរថភ្លើង2ខ្សែប៉ុន្តែពេលខ្ញុំទៅដល់ Tachikawa Station ហ្នឹងខ្ញុំសម្រេចចិត្តថាជិះតាក់ស៊ីទៅសួនហ្នឹងហ្មងទៅដោយសារតែវាជិតដល់ម៉ោងគេបិទសួនហ្នឹងគេដូចជាបើកម៉ោង9ព្រឹកបិទម៉ោង5ល្ងាចបងប្អូនប៉ុន្តែជាក់ស្ដែងគឺខ្ញុំទៅដល់សួនហ្នឹងម៉ោង4:15នាទីនិយាយទៅគឺមានជាការស្លន់ជាខ្លាំងចាសូម្បីតែបន្ទប់ទៅក៏អត់ចង់ហ៊ានចូលដែរពីសបុតចូលសួនហ្នឹង450យេនណាប្រហែលជាខ្ទង់$3អីហ្នឹងហើយឃើញខាងមុខនេះរៀងស្អាតដែរក៏ហ៊ានចូលថតដែរធ្វើម៉េចឲ្យបានឃើញ tulip សិនចឹងណានិយាយទៅស្លន់ខ្លាំងហ្មងកំណាច់ថាចង់ទៅហើយទោះបានមើលបន្តិចក៏អស់ចិត្តដែររបៀបអញ្ចឹងណាចឹងសួននេះឈ្មោះ Sowa Kinen Park បងប្អូនដែលបានបើកតាំងពីឆ្នាំ1983ហើយសម្រាប់ទំហំវិញធំខ្លាំងរហូតដល់180ហិកតាចឹងឲ្យខ្ញុំ explore រយៈពេល30នាទីដើរមកជុំបងប្អូនមែនតើទៅសួននេះមានប្រវត្តិគេច្រើនណាបងប្អូនចឹងបើសិនជាចង់ដឹង detail ឯងអាចទៅ search មើលខ្លួនឯងបានណាព្រោះខ្ញុំនិយាយក្នុងនេះខ្ញុំនិយាយកាត់ទេអូនមកលេងសួននេះមករដូវកាលណាក៏ស្អាតដែរបើសិនជាមកចំរដូវស្លឹកឈើជ្រុះទៀតណាពោពេញដោយពណ៌លឿងដូចមាសហ្មងឥឡូវនេះបន្ទាប់ពីដើររយៈពេលមកចុកជើងដែរយើងឃើញបឹងគេនោះរៀងប៉ំបឹងហ្នឹងគេដូចជាឲ្យជីកទូកលេងឲ្យអីដែរតាបងប្អូនតែខ្ញុំអត់បានមើលអីច្រើនទេសំបីតាឃ្លានចង់ទិញអីញ៉ាំហ្នឹងក៏អត់ហ៊ានឈប់ដែរដោយសារអីគឺសង្វាតទៅរកតែ tulip ទេផែនទីគេប្រាប់យើងថាផ្លូវណាទៅមើលផ្កាណាផ្លូវណាទៅណាអញ្ចឹងណា
ហើយនេះទេសភាពតាមផ្លូវបងប្អូននិយាយទៅឃើញស្អាតប្រដាប់ប្រដាហើយដើមឈើគេគឺធំធំខ្ពស់ខ្ពស់ខ្លាំងមែនទែន to walk beside your wandering នេះមកដល់ផ្លូវប្របែកផ្លូវមួយទៅមើល tulip ហើយផ្លូវមួយទៅមើលផ្កាផ្សេងទៀតអញ្ចឹងណាហើយមនុស្សឥឡូវគឺចាប់ដើមដើរចេញមកប្រដាប់ប្រដាដោយសារចិត្តដល់មកគេបិទអស់ហើយខ្ញុំនេះទៅដើរចូលទៅហើយប្រាប់បងប្អូនដោយធម្មតាប៉ុន្តែពេលហ្នឹងខ្ញុំភ័យមែនខ្ញុំខ្លាចគេបិទអស់ឥឡូវខ្ញុំខ្ជិលរៀបរាប់ច្រើនបងប្អូនមើលទេសភាពក្នុងសួននឹងខ្លួនឯងណា in languages I can't speak ហើយនិយាយពីស្រីប្រុសស្រី Gen Z នៅជប៉ុនហ្នឹង outfit មួយគឺកប់ស្រីហ្មងអត់ឲ្យចាញ់ fashion show ទេហើយមិនថាតែ Gen Z ទេក្រៅពី Gen Z ក៏ការស្លៀកពាក់របស់គេមួយ clean ដែរ clean ស្អាតសូម្បីតែអ៊ំចាស់ក៏ដោយទាំងស្រីទាំងប្រុសចឹងណា But time rolls on like open roads and soon she won't be here Oh traveler you carry the ឥឡូវបានដើរមកដល់សួនផ្កាមួយហើយប៉ុន្តែខ្ញុំអត់បានចូលទេអញ្ចឹងអត់ដឹងថាផ្កាអីច្បាស់ដែរប៉ុន្តែគាត់ថាមើលពីចង្អៃស្អាតបងប្អូននិយាយទៅបើសិនជាបានមកពីថ្ងៃបន្តិចដឹងតែកប់ស្រីហ្មងអត់ឲ្យក្រោម500ប៉ុស្តិ៍ទេបងប្អូនតែមិនគួរខាត់ពេលដោយសារដើរ roller សោះនិយាយទៅខ្ញុំទៅជប៉ុនលើកនេះក៏ទៅខ្លួនឯងបងប្អូនអត់ទៅតាមទូទេអញ្ចឹងគឺដើរផ្សងព្រេងច្រើនមែនទែនហើយនិយាយពីសុបាយក៏សុបាយឧបសគ្គក៏រៀងច្រើនគូសំដែរហើយទទួលបានបទពិសោធន៍ថ្មីច្រើនអញ្ចឹងណាហើយបើសិនជាទៅលើកក្រោយបើឲ្យខ្ញុំជ្រើសទៀតថាទៅតាមទូឬក៏ទៅខ្លួនឯងខ្ញុំនៅតែចង់ទៅខ្លួនឯងច្រើនជាងអញ្ចឹងណាបងប្អូនសារតែដើរខ្លួនឯងវា flexible ជាងយើងចង់ទៅណាទៅនឹងអញ្ចឹងណាយើងចង់គេងដល់ម៉ោងម៉ែនក៏បានហើយបើដើរតាមទូវាមាន limit របស់វាអញ្ចឹងណាត្រូវដើរតាមកម្មវិធីរបស់គេហើយណាមួយជប៉ុនគឺមានកន្លែងច្រើនត្រូវ explore អញ្ចឹងបើសិនជាដើរខ្លួនឯងគឺ best ជាងអញ្ចឹងបងប្អូន finally គឺយើងបានមកដល់សួនផ្កា tulip ហើយចាគឺអាចនិយាយបានថាបេសកកម្មរបស់យើងថ្ងៃហ្នឹងគឺជោគជ័យ complete ចាចឹងនិយាយ voice over មួយថ្ងៃឯងហត់ខ្លាំងបងប្អូនចឹង vlog ហ្នឹងសុំចប់ត្រឹមហ្នឹងណាអាយអូឌីម៉ាបងប្អូនបើសិនជាចង់ឲ្យខ្ញុំចែករំលែកកន្លែងដើរលេងថ្មីវីដេអូថ្មីទៀតកុំភ្លេចជួយ like share ហើយ subscribe channel ខ្ញុំម្នាក់មួយផងហើយបើសិនជាបងប្អូនចង់ឲ្យខ្ញុំធ្វើវីដេអូពីកន្លែងណាទៀតអាច comment លើខាងក្រោមវីដេអូគ្នានៅវីដេអូក្រោយអរគុណLike a map with no borders, a whisper caught in the wind. I see her boots at the corner cafe with a notebook and a grin. She's chasing skies I've never named while I stay in my lane. But something in the way she moves keeps pulling at my chain. Oh, traveler, you carry the sun in your stride.